อมราชีวิตปัดมีนต้มเงินลมบางไปปนเป็นได้ก็ได้ตกดาราจำเรียงจบใจเลือพีเล็กมวยเนะเนียงซูนสะเวือนและคลูนเฟือกาสำนองโดบายโผบกาปีตุสวัสดีสกายสับบองโปนกลอดระบายชมูดาราจำเมียงมวยดวงได้เมียนมู่บอดทำเลงสดเดี้ยงนังดาราจึงจะลูกใส่โซสะเวือนคือเนะเนียงซูนสะเวือนคือเชียดาราได้รล่องจำเรียงจบใจเลือพีเล็กมวยในตัวอับสรากาปีสมัยชนำมวยปอนรำบนรอยกาสปุ่มเปลสำเนียงขยมเจียงเรียบรอบสัตว์กระไดปรับเหยียดโปรสไรสรกสรายจอมกาถ้าขยมเคลียดชายกายร้องคลอบซาอาโซเมียดดาสมานกนบานศกอมราชีวิตปัดมีนต้มเงินลมบางไปปนเป็นได้ก็ได้ตกดามใบใบจีสูร่วงอัดทั้งหมดลมบางไปปนมันเฮียนหาสได้คราวพิบาลประลองจอบใจเลือพีเล็กมวยเนะเนียงเมียนชมูบอดสำเลงนั่งเมียนไปเจ็บประยเพียบคลังโดยเมียนแรงสาจิจรานบ้านเฮาเนะเนียงเตยเชียงประจำแรงสาระบอกเกเนียสมัยหนุปันตายอักษรหมกดอสมัยนี้แรงสาในนงประเทศกัมพูชียืงบ้านบัดอ้อได้เพื่อเอารูเนะเนียงซูนสวืนมีนกันไหลสำหรับเชียงเนะเนียงกับบ้านเวิร์ตลอดเตอรู้เนอไอซอกกำเนิดเนอไอขายไฟเรียงวิญเฮยจีรเพียบจับไงระบอนเนะเนียงมีนกาขวาขาดโดยมีนจีรเพียบขวาขาดเติมเนะเนียงบ้านสำหรับจัดตึกฟือกางเอียสำนองโดยฟือชีกรรมกอสีประจำไงดำใบโดบายมุดเปดำใบรูดำใบไอบ้านดังรึงราวระบอนเนะเนียงซูนสวุ่นอย่างนาសូមបងប្អូនតាមដានទស្សនាវីដេអូនៃបទសម្ភាសន៍រវាងតារាជើងចាស់លោកស្រីច័ន្ទតារាទីជាមួយអ្នកនាងស៊ូនសាវឿនទាំងស្រុងដូចតទៅចាជំរាបសួរបងប្អូនទស្សនិកជនទាំងអស់ចាដែលតែងតែតាមដានរាល់ការសម្ភាសន៍ផុសនាងខ្ញុំជាមួយនឹងសិល្បករសិល្បករនីចឹងសូមបងប្អូនតាមដានជាមួយនឹងនាងខ្ញុំដែលការសម្ភាសប្អូនស្រីសួនសវឿនចាបងចាជំរាបសួរបងចាសុខសប្បាយហើយសុខសប្បាយបងចឹងហើយហ្នឹងហើយអូនបងចង់សួរព្រោះបងប្អូនយើងទាំងអស់គ្នានោះក៏ចង់ដឹងពីប្រវត្តិប្អូនចឹងណាអញ្ចឹងជួយប្រាប់ប្រវត្តិតិចមកថាការពីអូនប្រឡងជាប់ជំនាញឆ្នាំណានៅទូទស្សន៍ប៉ុស្តិ៍ណាអញ្ចឹងណាអូនឲ្យកម្មវិធីអីចានេះខ្ញុំប្រឡងចម្រៀងនៅឆ្នាំ1997ចាជាប់ចំណាត់ថ្នាក់លេខ1នៅប៉ុស្តិ៍ទូរទស្សន៍អប្សរាចាជាបទសម័យប៉ុន្តែនិពន្ធដោយខ្លួនឯងក៏ដូចជាមានអ្នកនិពន្ធឲ្យយើងបកស្រាយអញ្ចឹងណាបងចាហើយក្រោយពីពេលប្រឡងជាប់តើបានទៅបម្រើការងារនៅរាំងកសោណាខ្លះបានបងបានទៅបម្រើការងារនៅក្នុងរាំងកសាលបុប្ផាទឹកមួយចាមួយរយៈពេលខ្លីដែរចាដល់អញ្ចឹងប្រហែលជាអ្នកជំនាញជំនាន់វឿនឯងនឹងគាត់ស្គាល់ច្រើនហើយចាស្គាល់ចាគាត់ស្គាល់តែលើកលែងតែខ្ញុំឯងនិយាយត្រង់ខ្ញុំអត់បានស្គាល់វឿនមែនអត់ស្គាល់ហើយចុះបាត់មុខមួយរយៈនេះមួយរយៈធំមែនហ្មងចាមួយរយៈធំមកតំហឹងចាហ្នឹងហើយបាត់មួយរយៈធំហ្នឹងទៅណាខ្លះហើយធ្វើការងារអីក្រោយពីពេលជាប់ជ័យលីភីលេខ1ហើយបានទៅជ្រៀងនៅរាំងកសាលបានខ្លះមួយរយៈតូច
ក្រោយពីហ្នឹងទៅក៏អត់ដែរឃើញមុខសួនស្វឿនទេអត់ដែរឃើញសោះតើប្អូនស្រីទៅបម្រើការងារខាងណាហើយធ្វើអីអញ្ចឹងណា ចាបងដោយការមករយៈដែលខ្ញុំឈប់ពីរាំងកសាលនឹងមកគឺអត់មានកម្មវិធីអីផ្សេងទៀតទេគឺបានទៅរស់នៅជាមួយនឹងម្ដាយនៅឯស្រុកស្រែចាហើយក៏ឆ្លៀតធ្វើការសំណង់អីបន្តិចបន្តួចជាមួយនឹងអ្នកភូមិអ្នកស្រុកហ្នឹងដែលគេមកការអញ្ចឹងក៏សុំគេជូនអិតជូនអីអញ្ចឹងណាបងចាដើម្បីដោះស្រាយជីវភាពហើយនឹងមើលថែម្ដាយឈឺផងចាបងប្អូនហើយពេលឆ្នាំ2023នេះបានប្អូនស៊ីនរៈទេចាពេលដែលកម្មវិធីអីហ្នឹងក៏គាត់ទេមកខ្ញុំគាត់ថាបងអើយជួយដាក់ឈ្មោះសួនសវឿនផងគាត់អ្នកជំនាញជាប់លេខ1ឆ្នាំ97ហ្នឹងមកអញជួយដាក់ឈ្មោះគាត់ឲ្យទៅផងហើយខ្ញុំក៏ថាអត់អីទេឲ្យតែអ្នកចង់ទៅណាក៏ដោយមកចូលរួមគ្នាមកហើយក៏ដាក់ឈ្មោះមកដាក់ឈ្មោះមកទៅដល់ពេលអាហារសាមគ្គីទៀតក៏ដាក់ឈ្មោះប្អូនស្រីសួនស្វឿនទៅអាហារសាមគ្គីជាមួយតាំងពីពេលនោះមកក៏ខ្ញុំចេះតែងតែហៅគាត់កម្មវិធីអីក៏ដោយគឺខ្ញុំហៅគាត់ចាព្រោះដោយសារការអាណិតចាបងចាលឺសូថាទៅដកផលិតលក់អានេះនិយាយការពិតមិនមែនជានិយាយនេះមិនមែនភាសាដ្រាម៉ាទេគឺខ្ញុំនិយាយការពិតគាត់ទៅដកផលិតដកតកូនលក់នៅស្រុកដើម្បីមើលម្ដាយឈឺដេកនៅពេទ្យថ្ងៃណាក៏គាត់ចូលពេទ្យដែរចាដល់អញ្ចឹងខ្ញុំចេះតែមានកម្មវិធីអីហៅគាត់រហូតកម្មវិធីអីហៅគាត់រហូតមកទល់នឹងពេលនេះចាហើយខ្ញុំពុំបានគុណបុណ្យរបស់បងឯងក៏ដូចជាបងឈិនស៊ីនរៈដែលបានណែនាំឲ្យមកជួបនឹងបងស្រីហើយបងស្រីតែងតែគាស់រំលើងយកសិល្បករចាស់ដែលបាត់មុខតាំងពីមុនមករហូតខ្ញុំនិយាយចំទៅការដែលមិនទាន់ជួបបងខ្ញុំឮតែគេនិយាយប៉ុន្តែអត់ដែលបានជួបបងផ្ទាល់សោះចាហើយដល់ពេលជួបផ្ទាល់បងពិតជាល្អមែនហើយជួយប្អូនរហូតតាំងពីនៅក្នុងផុករហូតមកដល់លើគោកដែលបាត់10ឆ្នាំជាងហ្នឹងគឺបាត់សូន្យហ្មងបងចាកុំបានគុណបុណ្យបងលើកប្អូនមករាល់កម្មវិធីអីទាំងអស់បងតែងតែហៅប្អូនទៅចូលរួមដើម្បីឲ្យគេស្គាល់ឲ្យគេនឹកឃើញឡើងវិញអញ្ចឹងណាបងចាហើយបងប្អូនអរគុណណាស់រាល់ពេលដែលអត់មានម្ហូបអត់មានចំណីអាហារអីគឺបងតែងផ្ដល់ជាផ្អកជាត្រីងៀតជាអង្គដល់បងអូនហើយពេលខ្លះក៏បងតែងជាឧបត្ថម្ភជាថវិកាឲ្យបងអូនអរគុណបងចាអត់អីទេអាវឿនគេថានេះជាសិល្បៈនៃការចែករំលែកហើយណាមួយគាត់ជាសិល្បៈពិតប្រាកដគឺសិល្បៈដែលមានគុណភាពចាដល់អញ្ចឹងខ្ញុំអត់បោះបង់ពួកគាត់ចោលទេច្រើនណាស់សិល្បៈដែលមានគុណភាពដែលជាវីរៈសិល្បៈព្រឹកមិញនេះខ្ញុំបានប្រមូលផ្ដុំសិល្បៈចាស់ដូចជាម៉ែអឿនម៉ែណយសំណាងពុកស៊ីអុកផាឡាម៉ែកក់សំអល់ចាច្រើនណាស់ហើយជាពិសេសអ្នកដឹកនាំរឿងឲ្យគាត់ជាតកែផលិតកម្មឈ្មោះពូហុងចាឥឡូវធ្លាក់ខ្លួនពិការភ្នែកជាង10ឆ្នាំហើយដើរសុំកតាមវត្តតើយើងសំណោះពួកគាត់ប៉ុណ្ណាដែលគាត់ជាវីរៈសិល្បៈជាអ្នកមានចំណេះដឹងពិតប្រាកដហើយដល់ពេលគាត់ធ្លាក់ខ្លួនអញ្ចឹងខ្ញុំមកបានគុណបង្ខលូកដែលស្រាវជ្រាវឈ្មោះមកឲ្យខ្ញុំហើយខ្ញុំក៏ស្រែកសុំអ្នកដែលគេមានធនធានចាគឺខ្ញុំលទ្ធភាពខ្ញុំអត់មានទេតែមានលទ្ធភាពនឹងស្រែកសុំចាខ្ញុំសុំជូនដល់វីរៈសិល្បៈពិតប្រាកដជាសិល្បៈតាំងពី79គឺមានជំនាញច្បាស់លាស់គឺខ្ញុំអត់ចោលពួកគាត់ទេចាឥឡូវសូមប្រហើសំឡេងមួយបទដែលការច្រៀងជាប់លេខ1វឿនជួយច្រៀងតិចមើលចាបទចម្រៀងដែលការដែលជាប់លេខ1នោះតាំងពីឆ្នាំ97មកវាយូរដែរហើយភ្លេចហើយប៉ុន្តែនៅមានបទចម្រៀងមួយទៀតដែលតាក់ទងនឹងជីវិតពិតរបស់ប្អូនដែលឡើងមកនៅទីក្រុងភ្នំពេញចាហើយរស់នៅជាមួយនឹងគេចាដូចរបៀបថានៅចាំផ្ទះឬក៏សម្អាតផ្ទះសម្អាតអីគេអញ្ចឹងដើម្បីប្រាក់ខែយកទៅផ្ញើទៅឲ្យម្ដាយហើយនឹងបងប្អូនអញ្ចឹងណាបងចាអញ្ចឹងជាជីវិតពិតបងប្អូនទៅសំនៀងខ្ញុំច្រៀងរៀបរាប់សាច់ក្តីប្រាប់ញាតិប្រុសស្រីស្រុកស្រែចំការ
ថាខ្ញុំឃ្លាតឆ្ងាយកាយរងខ្លោចផ្សាអាសូរមេត្តាស្មានកូនបានសុខអំរាជីវិតពិតមានទំងន់លំបាកពេកគុណពេញដោយក្តីទុក្ខដើម្បីវិជាសួរងអត់ធ្មត់លំបាកពេកពុនមិនហ៊ានហាស្ដីផ្ញើប្រាណនឹងគេឌីលស្ដីថាវាចាពុំគប់ញាប់ញ័រហារតីកូនរួមម្នាក់ឯងចំបែងរីរៃសង្ឃឹមម្ដាយថ្លៃនៅឯជើងមេឃណហើយចំទ្រាំរស់តាមព្រំលីខិតលោកបានកំរិតជីវិតកំព្រាកូនស៊ូអត់ធ្មត់ទាំងទុកគ្រាំគ្រាសូមអិនព្រំមីស្រោចស្រង់ខ្ញុំផងនឹងរៀនចាបងប្អូនក៏ធ្លាប់ដឹងហើយចាធ្លាប់ដឹងពីប្រវត្តិពិតរបស់ប្អូនស្រីសួនសបឿនចានេះជាជីវិតពិតផគាត់ដែលច្រៀងប្រឡងជាប់លេខ1ហើយគាត់មកនៅជាមួយគេហើយខំថែសម្អាតផ្ទះគេដើម្បីបានប្រាក់ខែខ្លះជូនបានកន្លែងជ្រករៀនសូត្រចាបានកន្លែងជ្រកហើយក៏បានប្រាក់ខែខ្លះបញ្ជូនទៅម្ដាយចាម្ដាយនឹងកូននៅឯស្រុកហើយយប់ឡើងនឹងទៅច្រៀងគ្រាន់បានកម្រៃតិចតួចគ្រាន់ចិញ្ចឹមជីវិតចឹងបងប្អូនបានឃើញហើយពីជីវិតពិតរបស់ប្អូនស្រីសួនសវឿនចាអញ្ចឹងក៏ខ្ញុំមានអីទេមានតែការសុំដោយបងប្អូនយើងនៅក្នុងប្រទេសក្រៅប្រទេសបើមានចិត្តធម៌មេត្តាអាណិតដល់ប្អូនស្រីសួនសវឿនបងប្អូនជួយតាមតែលទ្ធភាពបងប្អូនចាស់ចាអញ្ចឹងបើបងប្អូនមានលទ្ធភាពថាចង់ជួយដល់វីរៈសិល្បៈចាស់ចាស់គឺតាមរយៈនាងខ្ញុំចាដែលមានលេខទូរស័ព្ទតាក់ទងមក012 766 333 010 766 333គឺខ្ញុំអត់គិតពីការនឿយហត់ទេឲ្យតែបានបងប្អូនជួយដល់ពួកគាត់ហើយជាពិសេសប្អូនស្រីសួនសវឿនចាជួយដល់គាត់ផងឥឡូវនេះកំពុងតែដុនដាបខ្លាំងណាស់ម្ដាយដេកពេទ្យហើយលទ្ធភាពបានត្រឹមដើរដកផលិតបេះតកូនលក់ចាអញ្ចឹងសូមបងប្អូនជួយដល់ពួកគាត់ចាអរគុណ